សេចក្តីសម្រេចទៅតាមការណែនាំរបស់ក្រុមប្រឹក្សាហើយដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងអនុម័តឡើងវិញនៅចំណុចដែលបានកែសម្រួលទាំងនោះបន្ទាប់ពីសេចក្តីព្រាងសេចក្តីសម្រេចត្រូវបានអនុម័តដោយក្រុមប្រឹក្សានាយករដ្ឋបាលត្រូវរៀបចំបែបបទដើម្បីដាក់ជូនប្រធានក្រុមប្រឹក្សាអភិបាលចុះហត្ថលេខាទៅតាមនីតិវិធីរដ្ឋបាលដែលបានកំណត់សម្គាល់ក្នុងករណីចាំបាច់និងបន្ទាន់គណៈអភិបាលអាចដាក់ចេញនូវសេចក្តីសម្រេចបង្កើតគណៈកម្មការឬក្រុមការងារចំពោះកិច្ចដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាដែលពុំមានការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនបានករណីនេះគណៈអភិបាលត្រូវរាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួននៅក្នុងកិច្ចប្រជុំបន្ទាប់ពីការចេញសេចក្តីសម្រេចនោះ 4.2 ការតាក់តែងសេចក្តីសម្រេចទម្រង់ទូទៅនៃសេចក្តីសម្រេចមាន4ផ្នែកគឺផ្នែកក្បាលផ្នែកមូលបត់ផ្នែកខ្លឹមសារនិងផ្នែកបញ្ចប់ផ្នែកក្បាលរួមមាន1ឈ្មោះប្រទេស2បោចនា3រូបសញ្ញា4ប្រភពនិង5លេខនិងអក្សរកាត់ហើយត្រូវសរសេរដូចខាងក្រោម1ឈ្មោះប្រទេសព្រះរាជាណាចក្រកម្ពុជាគឺជាឈ្មោះប្រទេសដែលកំពុងប្រើប្រាស់ជាផ្លូវការឈ្មោះប្រទេសត្រូវសរសេរជាអក្សរឆ្លាក់មូលនៅផ្នែកខាងលើរឹមទំព័រខាងស្ដាំដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខ2បោចនាជាតិសាសនាព្រះមហាក្សត្រត្រូវសរសេរជាអក្សរឆ្លាក់មូលនៅពីក្រោមឈ្មោះប្រទេសដោយប្រើទំហំអក្សរតូចជាងទំហំអក្សរឈ្មោះប្រទេស1លេខ3រូបសញ្ញាគឺជារូបសញ្ញាជាផ្លូវការរបស់រដ្ឋបាលក្រុងស្រុករូបសញ្ញាត្រូវដាក់នៅចំកណ្ដាលរឹមខាងលើនៃទំព័រហើយត្រូវដាក់នៅទន្ទឹមនឹងរដ្ឋបាលក្រុងស្រុកដោយមិនឲ្យខ្ពស់ជាងឈ្មោះខេត្តឡើយ4ប្រភពគឺជាឈ្មោះរដ្ឋបាលដែលចេញដីកាប្រភពត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងក្រោមបោចនាមួយបន្ទាត់5លេខនិងអក្សរកាត់លេខរបស់សេចក្តីសម្រេចត្រូវសរសេរជាលេខខ្មែរមាន3ខ្ទង់ដោយចាប់ផ្ដើមពីលេខ001ហើយភ្ជាប់ជាមួយនឹងឆ្នាំនៃការចេញសេចក្តីសម្រេចយកលេខ2ខ្ទង់ចុងក្រោយនៃឆ្នាំនិងអក្សរកាត់នៃសេចក្តីសម្រេចលេខសេចក្តីសម្រេចត្រូវចុះតាមឆ្នាំនីមួយអក្សរកាត់របស់សេចក្តីសម្រេចនេះគឺសសរឧទាហរណ៍លេខសេចក្តីសម្រេចទី1នៃឆ្នាំ2023គឺលេខ001-23សសរគំរូក្បាលសេចក្តីសម្រេចសម្រាប់រដ្ឋបាលក្រុងស្រុកខេត្តរដ្ឋបាលក្រុងស្រុកផ្នែកមូលបត់រួមមាន6ចំណងជើង7អង្គភាពចេញសេចក្តីសម្រេច8យោងនិង9សម្រេច6ចំណងជើងត្រូវសរសេរតាមលំដាប់លំដោយដូចចុះទៅសេចក្តីសម្រេចត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមលេខដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ2លេខស្ដីពីត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យសេចក្តីសម្រេចដោយបើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខតូចជាងពាក្យសេចក្តីសម្រេច1លេខចំណងជើងនៃសេចក្តីសម្រេចត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យស្ដីពីដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខទំហំអក្សរស្មើនឹងពាក្យស្ដីពី7អង្គភាពចេញសេចក្តីសម្រេចត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមចំណងជើងនៃសេចក្តីសម្រេចដោយប្រើទំហំអក្សរស្មើនឹងទំហំអក្សរអត្ថបទតូចជាងចំណងជើងនៃសេចក្តីសម្រេច1លេខអង្គភាពចេញសេចក្តីសម្រេចត្រូវសរសេរដូចខាងក្រោមក្រុមប្រឹក្សាក្រុងឈ្មោះរដ្ឋបាលពុះសេចក្តីសម្រេចដែលត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាក្រុងស្រុកអភិបាលនៃគណៈអភិបាលក្រុងស្រុកឈ្មោះរដ្ឋបាលពុះសេចក្តីសម្រេចដែលត្រូវចុះហត្ថលេខាដោយអភិបាលក្រុងស្រុក8យោងគឺជាឯកសារកិត្តិយសនានាដែលជាមូលដ្ឋាននៃការចេញសេចក្តីសម្រេចយោងត្រូវសរសេរនៅរឹមខាងឆ្វេងនៃទំព័ររំលងមួយបន្ទាត់ពីក្រោមអង្គភាពចេញសេចក្តីសម្រេចដោយចាប់ផ្ដើមពាក្យថាបានឃើញនៅពីមុខឯកសារយោងដាក់តាមឋានានុក្រមនៃលិខិតបទដ្ឋានកិត្តិយសជាគោលការណ៍ឯកសារយោងត្រូវមានឋានានុក្រមខ្ពស់ជាងឬស្មើនឹងសេចក្តីសម្រេចដែលត្រូវដាក់ចេញលិខិតបទដ្ឋានកិត្តិយសដែលត្រូវយោងជាចាំបាច់ក្នុងការដាក់ចេញសេចក្តីសម្រេចរួមមានបានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រមលេខដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានឃើញព្រះរាជក្រមលេខ NS.0508/017 ចុះថ្ងៃទី24ខែឧសភាឆ្នាំ2008ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌបានឃើញព្រះរាជក្រមលេខ NS.0508/018 ចុះថ្ងៃទី24ខែឧសភាឆ្នាំ2008ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌបានឃើញអនុក្រឹត្យលេខ216 អានក្រ បោកចុះថ្ងៃទី14ខែធ្នូឆ្នាំ2009ស្តីពីតួនាទីភារកិច្ច
និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្តក្រុមប្រឹក្សាគណៈអភិបាលក្រុងនិងក្រុមប្រឹក្សាគណៈអភិបាលស្រុកបានឃើញអនុក្រឹត្យលេខ286អានក្របោកចុះថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2014ស្តីពីនីតិវិធីសម្រាប់ការរៀបចំការកែប្រែនិងការលុបចោលដីការបស់ក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកនិងក្រុមប្រឹក្សាខណ្ឌបានឃើញអនុក្រឹត្យលេខ182អានក្របោកចុះថ្ងៃទី2ខែធ្នូឆ្នាំ2019ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលក្រុងសម្រាប់រដ្ឋបាលក្រុងបានឃើញអនុក្រឹត្យលេខ184អានក្របោកចុះថ្ងៃទី2ខែធ្នូឆ្នាំ2019ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលស្រុកសម្រាប់រដ្ឋបាលស្រុកបានឃើញនៅចុងក្រោយគេនៃយងត្រូវសរសេរដូចខាងក្រោមបានទទួលការអនុម័តនៅក្នុងសម័យប្រជុំលើកទីរបស់ក្រុមប្រឹក្សានាថ្ងៃទីឆ្នាំ20ចំពោះសេចក្តីសម្រេចដែលត្រូវពិនិត្យនិងអនុម័តដោយក្រុមប្រឹក្សា9សម្រេចត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមយងដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខកែផ្នែកខ្លឹមសារ10ខ្លឹមសារត្រូវសរសេរជាប្រការដោយត្រូវប្រើទំហំអក្សរ11ឬ12នៃពុម្ពអក្សរ Unicode ចំនួនប្រការទៅជាច្រើនអាស្រ័យទៅនឹងប្រភេទសេចក្តីសម្រេចនិងខ្លឹមសារដែលត្រូវបញ្ញត្តិនៅក្នុងសេចក្តីសម្រេចនោះវែងឬខ្លី